សួស្តីប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់យើងតើអ្នកធ្លាប់ធ្លាក់ក្នុងស្ថានភាពមួយដែលពិបាកសម្រេចចិត្តបំផុតដែរទេស្ថានភាពដែលមនុស្សម្នាក់ល្អចំពោះយើងគ្រប់យ៉ាងប៉ុន្តែយើងបែរជាមិនស្រឡាញ់ចំណែកមនុស្សម្នាក់ទៀតទើបតែជួបគ្នាចរិតរស់រវើកតែធ្វើឲ្យបេះដូងយើងលោតញាប់ខ្លាំងបាទថ្ងៃនេះខ្ញុំមានសាច់រឿងស្នេហាត្រីកោណដ៏ជក់ចិត្តមួយមកចែករំលែកជូនអ្នកទាំងអស់គ្នារឿងនេះមានឈ្មោះថាជំរឿសបេះដូងខ្ញុំធានាថាស្ដាប់ហើយអ្នកទាំងអស់គ្នាច្បាស់ជាលួចដកដង្ហើមធំតាមតួអង្គមិនខានមុននឹងចូលទៅដល់សាច់រឿងសូមជួយចុច like និង subscribe ម្នាក់មួយផងណាតោះកុំឲ្យខាតពេលយូរយើងទៅស្ដាប់រឿងរ៉ាវភាគទី1ទាំងអស់គ្នាជីវិតជានិស្សិតមហាវិទ្យាល័យគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតប៉ុន្តែវាក៏ជាពេលដែលបេះដូងចាប់ផ្ដើមស្គាល់នូវភាពស្មុគស្មាញនៃស្នេហាដែរណែនាំតួអង្គស្រីរបស់យើងជាមុនសិននាងឈ្មោះរតនាជានិស្សិតឆ្នាំទី3ផ្នែកអក្សរសាស្ត្រនាងមានចរិតរៀបរយសាមញ្ញនិងគួរឲ្យស្រឡាញ់នៅក្នុងជីវិតរបស់រតនាមានមនុស្សប្រុសម្នាក់ដែលសំខាន់បំផុតគេឈ្មោះពិសិដ្ឋនិងរតនាជាមិត្តភក្តិលេងជាមួយគ្នាតាំងពីកាលនៅរៀនបឋមសិក្សាម្លេះផ្ទះនៅក្បែរគ្នាដើរទៅរៀនជាមួយគ្នាជារៀងរាល់ថ្ងៃពិសិដ្ឋជាមនុស្សប្រុសចរិតចាស់ទុំស្ងប់ស្ងាត់ប៉ុន្តែពោពេញដោយភាពកក់ក្ដៅអ្នកទាំងអស់គ្នាដឹងទេមនុស្សប្រុសចរិតដូចពិសិដ្ឋនេះហើយដែលកម្រនឹងរកបានណាស់រាល់ពេលរតនាចង់ញ៉ាំអីមិនបាច់និយាយក៏ពិសិដ្ឋដឹងចិត្តដែរពេលរតនាឈឺពិសិដ្ឋសុកចិត្តរត់ទៅទិញថ្នាំទាំងកណ្ដាលអាត្រៀតគេធ្វើគ្រប់យ៉ាងដើម្បីនាងដោយមិនដែលរអ៊ូមួយម៉ាត់ប៉ុន្តែអ្វីដែលគួរឲ្យស្ដាយនោះគឺរតនាគិតថាអ្វីដែលពិសិដ្ឋធ្វើគឺព្រោះតែពាក្យថាមិត្តភក្តិជិតស្និទ្ធនាងមិនដែលដឹងទាល់តែសោះថាខ្សែភ្នែកដែលពិសិដ្ឋសម្លឹងមើលនាងវាលើសពីមិត្តភក្តិទៅហើយលួចស្រឡាញ់មិត្តភក្តិខ្លួនឯងជារឿងមួយដែលឈឺចាប់បំផុតមែនទេអ្នកទាំងអស់គ្នាចុះអ្នកទស្សនាវិញមានអ្នកណាធ្លាប់លួចស្រឡាញ់មិត្តជិតស្និទ្ធខ្លួនឯងអត់ comment ប្រាប់ខ្ញុំលេងមើលតោះត្រឡប់មកសាច់រឿងយើងវិញក្តីសុខបែបមិត្តភក្តិរបស់ពួកគេត្រូវប្រែប្រួលនៅព្រឹកថ្ងៃច័ន្ទមួយមេឃថ្ងៃនោះស្រឡះល្អណាស់នៅក្នុងថ្នាក់រៀនស្រាប់តែលោកគ្រូបាននាំនិស្សិតថ្មីម្នាក់ដើរចូលមកគេឈ្មោះម៉ានុតជាកូនអ្នកមានចរិតហៃសូរស់រវើកមុខមាត់សង្ហានិងពូកែនិយាយលេងសើចគ្រាន់តែដើរចូលមកភ្លាមម៉ានុតបានធ្វើឲ្យស្រីក្នុងថ្នាក់ស្រែកហូបពេញចិត្តហើយចៃដន្យអីតុតដែលទំនេរគឺនៅក្បែរតុរបស់រតនាតែម្ដងម៉ានុតដើរមកអង្គុយរួចងាកមកញញឹមដាក់រតនាទាំងព្រិចភ្នែកសួស្ដីខ្ញុំឈ្មោះម៉ានុតរីករាយដែលបានស្គាល់មិត្តភក្តិថ្មីអូហូជួបក្បាច់ព្រិចភ្នែកបែបនេះកុំថាឡើយតួស្រីរតនាសូម្បីតែខ្ញុំក៏រលាយបេះដូងដែរចរិតមនុស្សប្រុសពូកែញ៉ែបែបនេះគឺដឹងតែឆាប់អង្រួនបេះដូងស្រីលឿនណាស់ហើយពិតមែនរតនាស្រឡាំងកាំងនាងលួចអៀនរហូតដល់មុខក្រហមបេះដូងរបស់នាងដែលធ្លាប់តែស្ងប់ស្ងាត់បែរជាលោតញាប់ខុសធម្មតាចាប់ពីថ្ងៃនោះមកម៉ានុតតែងតែរកល្បិចមកក្បែររតនាជានិច្ចគេទិញនំឲ្យនាងគេបបួលនាងនិយាយលេងនិងនាំនាងទៅដើរលេងកន្លែងថ្មីបែបស៊ីវិល័យរតនាចាប់ផ្ដើមវង្វេងនឹងភាពផ្អែមល្ហែមថ្មីថ្មោងនេះនាងចំណាយពេលជាមួយម៉ានុតកាន់តែច្រើនហើយចាប់ផ្ដើមភ្លេចពិសិដ្ឋរាល់ពេលរតនាដើរចេញទៅជាមួយម៉ានុតមានមនុស្សប្រុសម្នាក់ឈរមើលពីចម្ងាយទាំងបេះដូងខ្ទេចខ្ទាំគឺពិសិដ្ឋឃើញគ្រប់យ៉ាងដឹងគ្រប់យ៉ាងប៉ុន្តែគេគ្មានសិទ្ធិហាមឃាត់ឡើយព្រោះគេគ្រាន់តែជាមិត្តភក្តិល្ងាចមួយពិសិដ្ឋឃើញរតនាអង្គុយចាំម៉ានុតទាំងមេឃចិត្តភ្លៀងពិសិដ្ឋដើរចូលទៅជិតរួចហុចអាវរងាទៅឲ្យនាងរតនាយកអាវនេះពាក់ទៅតិចរងារតនាងាកមកមើលទាំងទឹកមុខធុញទ្រាន់បន្តិចរួចនិយាយថាមិនអីទេពិសិដ្ឋតិចទៀតម៉ានុតមកទទួលខ្ញុំទៅញ៉ាំអីហើយឯងទៅផ្ទះមុនទៅពាក្យសម្ដីធម្មតាមួយម៉ាត់នេះវាដូចជាកំបិតចាក់ចំកណ្ដាលទ្រូងរបស់ពិសិដ្ឋអញ្ចឹងគេញឹមទាំងបង្ខំរួចដើរចេញមកវិញទាំងស្ងៀមស្ងាត់មេឃក៏ចាប់ផ្ដើមភ្លៀងស្រិចលាយឡំជាមួយទឹកភ្នែករបស់ពិសិដ្ឋដែលហូរមកដោយមិនដឹងខ្លួនអោបេះដូងពិសិដ្ឋអើយឈឺចាប់ពេកហើយមែនទេតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរបើសិនជាអ្នកទាំងអស់គ្នាជារតនាតើអ្នកនឹងជ្រើសរើសមនុស្សប្រុសដែលល្អនិងកក់ក្ដៅដូចពិសិដ្ឋឬក៏ជ្រើសរើសមនុស្សប្រុសដែលមានមន្តស្នេហ៍ដូចម៉ានុតសាច់រឿងកាន់តែជក់ចិត្តហើយនៅក្នុងភាគទី2ដែលជាភាគបញ្ចប់រតនានឹងត្រូវជួបនៅព្រឹត្តិការណ៍មួយដែលធ្វើឲ្យនាងត្រូវសម្រេចចិត្តជាដាច់ខាតហើយការសម្រេចចិត្តនោះនឹងធ្វើឲ្យមានមនុស្សម្នាក់ត្រូវចាក់ចេញទាំងទឹកភ្នែកតើរឿងរ៉ាវនឹងទៅជាយ៉ាងណាសូមកុំភ្លេចរងចាំតាមដានទស្សនាភាគទី2នៅវីដេអូបន្ទាប់ណាសូមជួយ comment ពីអារម្មណ៍របស់អ្នកនៅខាងក្រោមវីដេអូនេះផងសួស្តីប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍ត្រឡប់មកកាន់ភាគបញ្ចប់នៃរឿងជំរឿសបេះដូងកាលពីភាគទី1អ្នកទាំងអស់គ្នាបានដឹងហើយថាពិសិដ្ឋត្រូវឈរមើលរតនាដើរចេញទៅជាមួយម៉ានុតទាំងទឹកភ្នែកតើអ្នកទាំងអស់គ្នាគិតថាស្នេហាដែលកើតចេញពីការលះបង់និងការមើលថែរាប់ឆ្នាំអាចចាញ់ស្នេហាដែលទើបតែជួបគ្នាបានមែនទេបាទនៅក្នុងភាគបញ្ចប់នេះការពិតគ្រប់យ៉ាងនឹងត្រូវលាតត្រដាងហើយវាក៏ជាពេលដែលរតនាត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយនៅក្នុងឆាកជីវិតរបស់នាងដែរមុននឹងស្ដាប់កុំភ្លេចជួយចុច like share subscribe វីដេអូនេះម្នាក់មួយផងណាតោះកុំឲ្យខាតពេលយូរយើងទៅស្ដាប់ភាគបញ្ចប់ទាំងអស់គ្នា
បន្ទាប់ពីថ្ងៃដែលមេឃភ្លៀងនោះមកពិសិដ្ឋហាក់ដូចជាបាត់មុខពីសាលារៀនគេមិនដែលមកឈរចាំរតនាដូចមុនទៀតឡើយចំណែកឯរតនាវិញនាងកំពុងតែមានក្តីសុខខ្លាំងណាស់ជាមួយមនុស្សបាននាំនាងទៅស្គាល់ពិភពលោកថ្មីមួយដែលពេញទៅដោយភាពស៊ីវិល័យប៉ុន្តែនៅក្នុងចិត្តរបស់រតនានាងតែងតែមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាងរាល់ពេលដែលនាងសប្បាយចិត្តនាងធ្លាប់តែមានពិសិដ្ឋនៅក្បែរចាំសើចជាមួយគ្នារាល់ពេលដែលនាងហត់នឿយនាងធ្លាប់តែមានពិសិដ្ឋចាំហុចទឹកនិងនិយាយលើកទឹកចិត្តឥឡូវនេះអ្វីៗគ្រប់យ៉ាងបានប្រែប្រួលអស់ហើយអ្នកទាំងអស់គ្នាឃើញទេមនុស្សយើងជួនកាលពេលដែលមានគេនៅក្បែរមើលថែគឺមិនដែលដឹងតម្លៃឡើយលុះត្រាតែមនុស្សម្នាក់នោះដើរចេញទៅទើបយើងចាប់ផ្ដើមមានអារម្មណ៍ថាហាក់ដូចជាបាត់បង់ពិភពលោកទាំងមូលតោះមកតាមដានសាច់រឿងបន្តទៀតល្ងាចមួយមនុស្សបានណាត់រតនាទៅញ៉ាំអីនៅហាងអាហារដ៏ប្រណីតមួយនៅទីនោះមនុស្សបានហុចបាច់ផ្កាកុលាបដ៏ធំមួយទៅឲ្យរតនារួចនិយាយទាំងផ្អែមល្ហែមរតនាធ្វើជាសង្សាររបស់ខ្ញុំបានទេខ្ញុំនឹងមើលថែអូនឲ្យមានក្តីសុខបំផុតពាក្យសម្ដីនេះគួរតែធ្វើឲ្យរតនាសប្បាយចិត្តខ្លាំងណាស់មែនទេប៉ុន្តែបែរជាមានមុខរបស់ពិសិដ្ឋអណ្ដែតឡើងក្នុងខួរក្បាលរបស់នាងទៅវិញនាងសម្លឹងមើលផ្កាកុលាបនោះទាំងក្នុងចិត្តមានភាពទទេស្អាតនាងសុំពេលមនុស្សគិតបន្តិចរួចក៏សុំខ្លួនត្រឡប់មកផ្ទះវិញដើរមកដល់សួនច្បារសាលាស្រាប់តែនាងឃើញពិសិដ្ឋឈរចាំនៅទីនោះខ្សែភ្នែករបស់ពិសិដ្ឋនៅថ្ងៃនោះមើលទៅកំសត់និងហត់នឿយខ្លាំងណាស់ពិសិដ្ឋដើរចូលមកជិតរតនារួចហុចប្រអប់កាដូតូចមួយទៅឲ្យនាងគេញឹមទាំងបង្ខំរួចនិយាយដោយសំឡេងខ្សៅៗរតនានេះជាកាដូសម្រាប់ឯងហើយខ្ញុំមកលាឯងដែររតនាស្រឡាំងកាំងលាឯងចង់ទៅណាពិសិដ្ឋអោនមុខចុះបន្តិចរួចនិយាយថាខ្ញុំត្រូវបដូរទៅបន្តការសិក្សានៅខេត្តផ្សេងហើយគ្រួសារខ្ញុំត្រូវរើទៅរស់នៅទីនោះដាច់ខាតឮពាក្យនេះភ្លាមបេះដូងរបស់រតនាហាក់ដូចជាធ្លាក់ចុះដល់ដីនាងមានអារម្មណ៍ថាថប់ដង្ហើមទឹកភ្នែកចាប់ផ្ដើមស្រក់មកដោយមិនដឹងខ្លួននាងសួរទាំងយំហេតុអីបានជាឯងចាក់ចេញពីខ្ញុំឯងជាមិត្តល្អបំផុតរបស់ខ្ញុំតើពិសិដ្ឋសម្លឹងមើលមុខនាងចំរួចនិយាយទាំងទឹកភ្នែកហូរព្រោះខ្ញុំមិនអាចបន្តធ្វើជាមិត្តភក្តិរបស់ឯងបានទៀតទេរតនាខ្ញុំលួចស្រឡាញ់ឯងលួចស្រឡាញ់យូរឆ្នាំមកហើយប៉ុន្តែពេលនេះឯងមានគេមើលថែហើយមើលថែខ្លួនឯងឲ្យល្អណានិយាយរួចពិសិដ្ឋក៏ងាកក្រោយដើរចេញទៅទាំងស្ងៀមស្ងាត់អោព្រលឹងអើយពាក្យថាលួចស្រឡាញ់ដែលលាក់ទុកក្នុងចិត្តរាប់ឆ្នាំចុងក្រោយត្រូវនិយាយចេញមកក្នុងថ្ងៃលាគ្នាទៅវិញវាពិតជាឈឺចាប់ខ្លាំងណាស់មែនទេអ្នកទាំងអស់គ្នារតនាឈរយំខ្សឹកខ្សួលម្នាក់ឯងនាងបើកប្រអប់កាដូនោះមើលនៅខាងក្នុងមានរូបថតពួកគេកាលពីក្មេងជាច្រើនសន្លឹកនិងមានសម្បត្តិមួយច្បាប់ដែលរៀបរាប់ពីក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ពិសិដ្ឋនៅវិនាទីនោះឯងរតនាទើបតែដឹងខ្លួនច្បាស់បេះដូងរបស់នាងមិនមែនស្រឡាញ់ភាពផ្អែមល្ហែមឆេវឆាវរបស់មនុស្សឡើយប៉ុន្តែនាងបានស្រឡាញ់ភាពកក់ក្ដៅនិងការលះបង់របស់ពិសិដ្ឋដោយមិនដឹងខ្លួនទៅហើយនាងរត់តាមរកពិសិដ្ឋទាំងទឹកភ្នែកប៉ុន្តែពិសិដ្ឋបានចាកចេញទៅបាត់ស្រមោលហើយនាងបានបដិសេធសេចក្តីស្រឡាញ់របស់មនុស្សហើយជ្រើសរើសរស់នៅម្នាក់ឯងដើម្បីរង់ចាំពិសិដ្ឋត្រឡប់មកវិញស្នេហាត្រីកោណមួយនេះបានបន្សល់ទុកត្រឹមតែភាពស្ដាយក្រោយពេញមួយជីវិតយុវវ័យរបស់នាងបាទសាច់រឿងជំរឿសបេះដូងត្រូវបានបញ្ចប់ទៅទាំងទឹកភ្នែកនិងភាពស្ដាយក្រោយបែបនេះឯងសាច់រឿងមួយនេះចង់ដាស់តឿនយើងគ្រប់គ្នាថាសូមកុំមើលរំលងមនុស្សដែលល្អចំពោះយើងនៅក្បែរខ្លួនយើងឲ្យសោះព្រោះនៅពេលដែលពួកគេចាក់ចេញទៅយើងប្រហែលជាគ្មានឱកាសនឹងរកបានមនុស្សល្អបែបនេះមករកយើងម្ដងទៀតឡើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការសម្រេចចិត្តរបស់រតនាតើនាងគួរតែទទួលយកមនុស្សឬក៏រស់នៅម្នាក់ឯងរងចាំពិសិដ្ឋបែបនេះសូមជួយ comment យោបល់របស់អ្នកនៅខាងក្រោមវីដេអូនេះផងណាជាចុងក្រោយកុំភ្លេចចុច like share និង subscribe ដើម្បីជាកម្លាំងចិត្តដល់ channel របស់យើងផងសូមអរគុណសម្រាប់ការទស្សនាសូមជម្រាបលានិងជួបគ្នានៅសាច់រឿងក្រោយៗទៀត